ជ្រាបសួរដល់អ្នកស្វាគមន៍មកកាន់វីដេអូថ្មីក្នុងវីដេអូនេះខ្ញុំនឹងមកបង្ហាញអ្នកនរគ្នាអំពីរបៀបនៃការចូលទៅលាក់ slideshow presentation តោះអញ្ចឹងយើងទៅមើលពីរបៀបធ្វើវីដេអូគ្នាបាទអញ្ចឹងយើងទៅមើលពីរបៀបធ្វើវីដេអូគ្នាជាដំបូងអ្នកនរគ្នាត្រូវតែចូលទៅកាន់កម្មវិធី Microsoft PowerPoint បន្តមកទៀតអ្នកនរគ្នាអាចបាទដាក់ object យើងចាប់ដើមធ្វើការងារនៅលើ slide របស់យើងជាមុនសិនអញ្ចឹងដើម្បីងាយស្រួលចំណាំខ្ញុំសូមយក Word Art អូខេអញ្ចឹងបងប្អូនហេតុហើយបាទខ្ញុំចាំបាច់ដាក់ slide 1 slide 2 slide 3 slide 4 5អញ្ចឹងហ្នឹងគឺជាឧទាហរណ៍ងាយៗដែលសម្រាប់ឲ្យអ្នកនរគ្នាងាយនឹងចំណាំនៅពេលដែលយើងចូលទៅកំណត់តើអូខេអញ្ចឹងយើងបាន slide ចំនួន5យើងចាប់ដើមចូលទៅកំណត់បងប្អូនអ្នកនរគ្នាមើលទៅផ្នែកខាងលើយើងយកពាក្យថា slide show ដល់ពេលយើងយកពាក្យថា slide show យើងកំណត់យកពាក្យថា custom slide ចុចលើ custom slide មក custom show ត្រង់កន្លែងហ្នឹងគឺគេឲ្យយើងបង្កើតជា custom មួយដែលសម្រាប់ឲ្យ show slide ដែលយើងចង់ឲ្យបង្ហាញហ្នឹងអញ្ចឹងយើង click លើពាក្យថា new អ្នកនរគ្នាអាច rename កន្លែងនេះក៏បានដែរឲ្យថាឥឡូវយើងដាក់ថា custom 1 ដែលជា default name របស់វាអញ្ចឹងត្រង់កន្លែងនេះ slide in presentation ហើយនិង slide in custom show អញ្ចឹងនៅក្នុង slide in custom show គឺវា show ឲ្យ slide គឺវា show ឲ្យ custom 1ដែលអ្នកនរគ្នាបានបង្កើតមិញហ្នឹងអញ្ចឹងតើយើងចង់ឲ្យវា show slide ទីប៉ុន្មានខ្លះអញ្ចឹងឧទាហរណ៍ថាអូខេឥឡូវខ្ញុំ show slide ទី2បាទយើងចុចលើ slide ទី2ហើយយើង click add មកអូខេឥឡូវខ្ញុំ show slide ទី3អូខេ add តើមកខ្ញុំ show តែ slide ទី5អញ្ចឹង slide ណាដែលខ្ញុំ skip មិញគឺខ្ញុំ skip slide ទី1ហ្នឹងហើយខ្ញុំ skip slide ទី1ខ្ញុំ skip slide ទី4អញ្ចឹងខ្ញុំឲ្យវាបង្ហាញតែ slide ទី2ទី3ហើយនិងទី5នេះអូខេតើមកទៀតយើងចុច OK តើពេលយើងចុច OK ហើយអ្នកនរគ្នាឃើញនេះគឺជា custom show 1ដែលអ្នកនរគ្នាបានបង្កើតមិញអញ្ចឹងយើងយកពាក្យថា show ឡើងដល់ពេលយើង click ពាក្យថា show slide របស់យើងនឹង load មកហើយអញ្ចឹង slide ទី1វាអត់ load មកទេអ្នកនរគ្នាឃើញវា load ចាប់ផ្ដើមពី slide ទីប៉ុន្មានដែលខ្ញុំបាន set up បាទអញ្ចឹងគឺវា load ចាប់ពី slide ទី2មកដោយសារ slide ទី1របស់ខ្ញុំមិញគឺខ្ញុំអត់បានកំណត់ show មកទេអញ្ចឹងដល់ពេលយើងចុចតបន្តទៅទៀតគឺមាន slide ទី3ហើយនិងទី5បាទអញ្ចឹងមេរៀនយើងមានតែប៉ុណ្្នឹងអរគុណច្រើនសម្រាប់ការទស្សនាបាយបាយ